សួស្តីអ្នកគ្នាថ្ងៃនេះគឺយើងមកមើលពីរបៀប copy ទេសម្រាប់អ្នកគ្នាអត់ទាន់មាន account Invertiso ទេអ្នកគ្នាអាចចុច link ខាងក្រោមបានដើម្បី register ហើយចំពោះការ register បើមានបញ្ហាឬក៏ចម្ងល់កន្លែងណាមួយអ្នកគ្នាអាចឆាតសួរខ្ញុំបានឥឡូវគឺយើងមកមើលពីរបៀប copy trade ហើយចំពោះ master វាមានច្រើនអ្នកគ្នាអាចមើលទៅឬក៏មើលទៅលើ master ណាមួយដែលអ្នកគ្នាពេញចិត្ត copy ទៅឬក៏អ្នកគ្នាអាចចូល search ក្រនេះបានដោយខ្ញុំឃើញនេះគឺ master នេះហើយឥឡូវយើងចុច rank inverse in trader ហើយបន្ទាប់មកអ្នកគ្នាចុចពាក្យថា copy trading ហើយកន្លែងនេះគឺកន្លែងជ្រើសរើស account ដោយសារខ្ញុំយក account របស់ភ្ញៀវយកមកបញ្ចូលអ្នកគ្នាទេនេះវាមិនជា account របស់ខ្ញុំទេអញ្ចឹងខ្ញុំយក account មួយទៀតសម្រាប់មកបញ្ចូលអ្នកគ្នាហើយចំពោះកន្លែងនេះគឺអ្នកគ្នាអាចជ្រើសរើសប្រភេទ account បានតែអ្នកគ្នាយកនេះមកអត់អីទេហើយមួយទៀតកន្លែងនេះជាកន្លែងនេះអ្នកគ្នាអាចយកទី1និងទី3បានកន្លែងទី2គឺវា fix ហ្មងគឺខ្ញុំអត់ណែនាំទេអ្នកគ្នាអាចពីនឹងប្រើមួយណាក៏បានដែរអញ្ចឹងគឺខ្ញុំសូមយកកន្លែងទី3ហើយចំពោះកន្លែងនេះអ្នកគ្នាអាចដាក់100បាន100ហ្នឹងមានន័យថា100%ឧទាហរណ៍ថា master ចូលប៉ុណ្ណាអ្នកគ្នាចូលប៉ុណ្ណឹងប៉ុន្តែអ្នកគ្នាចង់ចូលធំជាង master អ្នកគ្នាអាចដាក់គុណទៅឧទាហរណ៍ថាអ្នកគ្នាអាចដាក់150ឬក៏200ទៅមានថាអ្នកគ្នាចូលធំជាង master បើអ្នកគ្នាដាក់100 master ចូល1 lot អ្នកគ្នាចូល1 lot បើ master ចូល 0.01 អ្នកគ្នាចូល 0.01 ហើយឥឡូវគឺមានប៉ុណ្្នឹងទេហើយចំនួនទឹកប្រាក់ដែលអ្នកគ្នាទៅ copy អ្នកគ្នាដាក់ផងប្រហែលហើយឥឡូវខ្ញុំដាក់$5ដោយសារនេះខ្ញុំតតេស្តទេហើយតោះមកអ្នកគ្នាចុចពាក្យ start copy មកគឺវារួចរាល់ហើយនេះអ្នកគ្នាអាច copy មាន copy កន្លែងហ្នឹងអាចចូលមើលបាននេះគឺជាលេខ account ហើយនេះគឺជាលេខ investor password អ្នកគ្នាអាចចូលមើលបានហើយចំពោះការ copy trade វាមានតែប៉ុណ្្នឹងទេបើអ្នកគ្នាមានចម្ងល់ផ្សេងអីអ្នកគ្នាអាចឆាតមកខ្ញុំបានហើយចំពោះអ្នកគ្នាអត់ទាន់មាន account អ្នកគ្នាអាច register តាម link របស់ខ្ញុំបានដើម្បីខ្ញុំសួរ support